មកមើលការប្រគំតន្ត្រីនៅចិត្តផ្ទះម្ដងបងប្អូនចាសម្រាប់នៅតំបន់ចិត្តផ្ទះខ្ញុំនេះដល់រដូវអាគីអញ្ចឹងទៅរៀងអត់សូវក្តៅអញ្ចឹងទៅគេតែងតែមាន event គេមានកម្មវិធីផ្សេងអញ្ចឹងណាហើយចំពោះការប្រគំតន្ត្រីហ្នឹងគឺมันជាធំដុំអីទេបងប្អូនលក្ខណៈតូចតាចអញ្ចឹងណាអញ្ចឹងទៅមានគេមកធ្វើនៅចិត្តមាត់ទន្លេនៅខាងក្រោយផ្ទះខ្ញុំហ្នឹងហើយគេមានឆាកមានតន្ត្រីមានតារាចម្រៀង hip hop អីគេមកអញ្ចឹងទៅហើយគេធ្វើរយៈពេល2ថ្ងៃបងប្អូនមកសាមិញក៏ខ្ញុំអត់បានទៅដែរគាត់ឮសលេងតែដោយសារជប់រវល់អញ្ចឹងណាហើយអញ្ចឹងទៅនៅចិត្តហ្នឹងគេមានលក់របស់របរញ៉ាំដូចយើងនៅខ្មែរអញ្ចឹងទៅគេមានលក់ប្រហិតមានលក់សាច់ចំណងអាំងមានអីមាន drink មាន snack មានអីអញ្ចឹងណាបងប្អូនហើយក្មេងៗជនជាតិជប៉ុនដែលគាត់ទៅគ្រប់គ្រងហ្នឹងគឺគេរាំទៅតាមបទចម្រៀងដែលតារា hip hop គេនឹងច្រៀងអញ្ចឹងទៅហើយមើលទៅសប្បាយខ្ញុំអត់អាចដាក់ភ្លេងបានទេដោយសារជាប់ copyright អញ្ចឹងណាហើយបើទៅមើលហ្នឹងគឺសប្បាយហើយពេលនេះហ្នឹងគឺនៅរៀងភ្លឺដែរទេបងប្អូនបើសិនជាល្ងិតតិចគឺចេញភ្លើងហ្វាមកគឺស្អាតហើយលឺសូរសំឡេងតន្ត្រីគេហ្នឹងព្រោះហើយក្មេងៗដែលទៅគ្រប់គ្រងហ្នឹងមើលទៅសប្បាយហើយខ្ញុំហើយកូនខ្ញុំហ្នឹងក៏សប្បាយដែរដោយសារខ្ញុំរុញរទេះហើយកូនខ្ញុំហ្នឹងរត់ទៅដល់មុនបាត់ហើយដោយសារមនុស្សច្រើនពេកគឺខ្ញុំអត់តន់ចុះទៅខាងក្រោមទេឥឡូវហ្នឹងគឺយើងនាំគាត់មកមើលរត់ភ្លើងសិនដោយសារតែកូនខ្ញុំហ្នឹងដូចតាំងពីដើមមកគឺគាត់ចូលចិត្តរត់ភ្លើងខ្លាំងមែនតើបងប្អូនហើយគេទាទៅម៉ាម៉ាទៅញ៉ាំទៅទិញយ៉ាគីតូរីហើយទិញសាច់មាន់ចង្កាក់មកហើយជាមួយនឹងទឹកមីរុខ្ទីគេហ្នឹងញ៉ាំបដាមើលរត់ភ្លើងបដាហើយនឹងស្ដាប់តន្ត្រីបដាក្តីសុខរបស់គេខ្លាំងមែនតើបងប្អូនគេបន្ទាប់ពីញ៉ាំហើយមានកម្លាំងព្រឹសក៏ចុះមកខាងក្រោមមកមើលគេរួមហើយមកចៃដន្យអីជួបជាមួយនឹងមិត្តរួមថ្នាក់គេពាក់អាវពណ៌រៀងស្តៀងគ្នាទៀតហើយម៉ាម៉ារបស់កូនមិត្តភ័ក្តិរបស់ខ្ញុំហ្នឹងក៏គាត់មករួមជាមួយនឹងដែរហើយកូនខ្ញុំហ្នឹងបងប្អូនហើយមើលតែគូតពីក្រោយទៅនិយាយពីថារួមឡករួមគ្មានឲ្យចាញ់គេទេចាហើយចំពោះការប្រគំតន្ត្រីគេហ្នឹងបងប្អូនខ្ញុំសរសើរគឺគេមានបន្ទប់ទឹកដែងថាបន្ទប់ទឹកចល័តណាអញ្ចឹងសម្រាប់អ្នកដែលមកហ្នឹងគឺគាត់អាចទៅបន្ទប់ទឹកចល័តនឹងប្រើហើយគឺគេយកទៅតែម្ដងហើយមួយទៀតនៅសួនកន្លែងមាត់ទន្លេហ្នឹងគឺរៀងធំអញ្ចឹងគឺគេមានបន្ទប់ទឹកស្រាប់អញ្ចឹងគឺអត់មានពិបាកទេហើយសម្រាមមួយទៀតគឺមានកន្លែងសម្រាប់ចោលសម្រាមអញ្ចឹងបន្ទាប់ពីចប់កម្មវិធីនឹងហើយគឺគេសាររោងសារអីទាំងអស់ហើយសម្រាមក៏គេយកទៅអស់ដែរគឺបន្ទាប់ពីចប់កម្មវិធីការសបាយសម្រាមក៏អស់មនុស្សក៏សបាយអញ្ចឹងគឺអត់មានចប់កម្មវិធីហើយនៅសល់សម្រាមក៏ចោលដបទឹកសុទ្ធសម្រាមអីញ៉ៃញ៉ៃពេញហ្នឹងអញ្ចឹងទេអញ្ចឹងគឺសូមសរសើរចិត្តត្រឹមហ្នឹងហើយខ្ញុំគិតថាអ្នកដែលចោលសម្រាមហ្នឹងគ្មានអ្នកណាទេក្រៅពីមនុស្សយើងហ្នឹងបើសិនជាបងប្អូននៅខ្មែរកែប្រែចរិតលេងថាទៅតាណាចោលទៅហ្នឹងហើយចោលតែយើងគេក៏គិតថាចោលបានដូចគ្នាអញ្ចឹងគឺបន្ទាប់ពីចប់កម្មវិធីហើយតែងតែនៅសម្រាមហើយដោយកូនខ្ញុំអញ្ចឹងគឺគាត់សប្បាយពេលដែលចោលសម្រាមគឺខ្ញុំឲ្យគាត់យកទៅចោលដល់ធុងសម្រាមអញ្ចឹងគេតសើនិយាយរួមចេះចោលតាំងពីតូចហើយសប្បាយក៏សប្បាយរកបន្ទាប់ពីលេងហត់ហើយចេញមកគឺទៅទិញអីវ៉ាន់ហើយមកដល់ផ្ទះងូតទឹកងូតអីហើយញ៉ាំអាហារពេលល្ងាចហើយគឺគេងលក់ទាល់ភ្លឺតែម្ដងបងប្អូនសូមជម្រាបថាកម្មវិធីនេះគឺសប្បាយមែនតែនសម្រាប់កូនហត់តាម៉ែទេបងប្អូនហើយហត់តាម៉ែកូននឹងសប្បាយនៅដល់រៀងល្ងាចម៉ោង6ដល់ម៉ោង6រៀងល្ងាចមែនតែនអូខេអរគុណ